បាទសួស្តីអ្នកនរគ្នាថ្ងៃនេះលោកស៊ូមកប្រាប់អ្នកនរគ្នាឲ្យដឹងពីពាក្យថាធ្វើពាក្យថាធ្វើហ្នឹងគឺវាមាន5អក្សរទី1គឺនងទី2ជក់ទី3កាន់ទី4កោទី5ប៉ាន់អញ្ចឹងទាំង5អក្សរហ្នឹងគឺប្រែថាធ្វើអញ្ចឹងលោកស៊ូបកស្រាយថាពាក្យថានងនីឈីនងនីឈីនងអ្នកទៅធ្វើចុះមានន័យថាមានអ្វីមួយកំពុងតែនៅកន្លែងការងារមកផ្សេងទៀតហើយម្នាក់ហ្នឹងនៅទីនេះអញ្ចឹងគេប្រើឲ្យម្នាក់ហ្នឹងទៅធ្វើនីឈីនងបាទឬក៏អ្នកនីឈីនងអ្នកទៅធ្វើចុះបាទមួយវិញទៀតជក់ជក់នេះគឺយើងអាចនិយាយថា我会做我会做ខ្ញុំចេះធ្វើខ្ញុំចេះធ្វើកោគឺថា我来搞我来搞ខ្ញុំធ្វើវិញខ្ញុំមានថាសំដៅទៅលើការងារនឹងមួយមនុស្សមួយផ្សេងកំពុងតែធ្វើហើយកំពុងតែធ្វើតែធ្វើអត់ទាន់បានសម្រេចអញ្ចឹងក៏ម្នាក់ទៀតមក我来搞អញ្ចឹងប្រែថាខ្ញុំធ្វើវិញខ្ញុំធ្វើវិញបាទមួយវិញទៀត你干什么你干什么ប្រែថាអ្នកឯងធ្វើអ្វីឬក៏អ្នកឯងធ្វើអីមួយវិញទៀតប៉ាន់ប៉ាន់ហ្នឹងគឺធ្វើដូចគ្នាតែគេនិយាយថាចិនមកប៉ាន់មានន័យថាជួបប្រទះរឿងអីមួយបញ្ហាអីមួយចិនមកប៉ាន់តើយើងត្រូវធ្វើយ៉ាងដូចម្ដេចមានន័យថាចិនមកប៉ាន់ធ្វើមិនទៅបាទអាហ្នឹងគឺចំណុចនៅត្រង់ហ្នឹងពាក្យទាំងអស់ហ្នឹងអញ្ចឹងបងប្អូនត្រូវដឹងថាកន្លែងចិនខ្លះគេនិយាយនងគេនិយាយជក់គេនិយាយកោអាហ្នឹងគឺសិតតែធ្វើទាំងអស់តែគេនិយាយស្ដាប់អត់បានកន្លែងចិនគឺគេនិយាយច្រើនណាស់នេះហួយនងមកនេះហួយជក់មកនេះហួយកាន់មកនេះហួយកោមកនេះហួយប៉ាន់មកគ្រាន់តែថាពាក្យប៉ាន់ហ្នឹងគឺសំដៅទៅលើធ្វើឯកសារអីផ្សេងៗឧទាហរណ៍គេប្រើយើងទៅធ្វើឯកសារមួយនេះហួយប៉ាន់មកតើអ្នកចេះធ្វើទេឯកសារហ្នឹងដូចថាឯកសារឬក៏ធ្វើជាបានបើកបរអញ្ចឹងទៅនេះហួយប៉ាន់មកតើអ្នកចេះធ្វើទេបែបបត់ឯកសារហ្នឹងនឹងគេហៅប៉ាន់បាទអញ្ចឹងបើពាក្យប្រើប្រាស់ធ្វើអ្វីមួយធ្វើការងារអ្វីមួយនៅក្នុងខ្សែបដកម្មរោងចក្រហ្នឹងគឺភាគច្រើនគេធ្វើគេនិយាយពាក្យនងពាក្យជក់ហើយនឹងពាក្យកោគឺជាទូទៅគេប្រើអញ្ចឹងពាក្យប៉ាន់ហ្នឹងគឺជួបប្រទះបញ្ហាអីមួយយើងរកវិធីដោះស្រាយអីឬក៏ជួបបញ្ហាអត់ទាន់ដោះស្រាយយើងសួរគ្នាចិនមកប៉ាន់ធ្វើមិនទៅអាហ្នឹងគឺប៉ាន់ហ្នឹងគឺប្រើលក្ខណៈបែបហ្នឹង